ព័ត៌មានដែលយើងសង្ស័យកាលពីព្រឹកមិញនេះពេលនេះត្រូវបានបញ្ជាក់ជាផ្លូវការហើយយោធាថៃបានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ខ្លួនថាខ្លួនពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើទឹកដីកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី8ធ្នូនេះពិតមែនការវាយប្រហារនេះត្រូវបានពួកគេអះអាងថាជាការឆ្លើយតបទៅនឹងការបាត់បង់ជីវិតទាហានថៃម្នាក់និងរបួសជាច្រើននាក់ប៉ុន្តែខាងកម្ពុជាយើងវិញជនស៊ីវិលស្លូតត្រង់3នាក់ត្រូវរងរបួសធ្ងន់ដោយសារគ្រាប់ផ្លោងនេះប៉ុន្តែនោះគឺសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានចេញសារព្រមានចំទៅកាន់ភាគីម្ខាងទៀតថាបន្ទាត់ក្រហមសម្រាប់ការឆ្លើយតបត្រូវបានកំណត់រួចហើយលោកមិនបញ្ជាក់លម្អិតថាបន្ទាត់ក្រហមនោះជាអ្វីទេប៉ុន្តែនេះជាសារដ៏ធ្ងន់បំផុតមួយដែលបង្ហាញថាកម្ពុជានឹងអស់ភាពអត់ធ្មត់ប្រសិនបើថៃនៅតែបន្តការឈ្លានពានបែបនេះចំណែកឯនៅខាងទឹកដីថៃវិញមានភាពភ័យខ្លាចរាលដាលយ៉ាងខ្លាំងអាជ្ញាធរថៃបានប្រកាសជន្លៀសប្រជាពលរដ្ឋជាង 380,000 នាក់ចេញពីតំបន់ជាបន្ទាន់ចំណែកឯកម្ពុជាយើងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋនៅស្រុកខ្យំសាននិងតំបន់អានសេះផងដែរបាទនេះគឺជាព័ត៌មានអាប់ដេតបន្ទាប់ទៀតបន្ទាប់ពីថៃបានការវាយប្រហារមកលើកម្ពុជាហើយនៅស្មាននេះមិនទាន់បានសម្រាកនៅឡើយទេប្រជាពលរដ្ឋក៏ត្រូវរបួសនិងមានស្លាប់ផងដែរយើងមិនទាន់ដឹងថាស្លាប់យ៉ាងណាទេប៉ុន្តែបើតាមប្រព័ន្ធ social media គឺមានការផុសជាច្រើនហើយយើងឃើញទស្សនវិជ្ជារូបភាពជាច្រើនដែលនៅក្នុងបណ្ដាញសង្គម Facebook កំពុងតែប្រជាពលរដ្ឋកំពុងតែច្រឡាប់ចេញពីទីតាំងទៅរកទីទួលមានសុវត្ថិភាពយើងនឹងរងចាំព័ត៌មានអាប់ដេតបន្តជាមួយនឹង KFP News